បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះថ្ងៃទី25 2025ដួងនេះមានអាយុ2ឆ្នាំ1ខែត្រឹមដើមដូងមួយនេះវានៅជាប់នឹងយើងធ្វើជីកំប៉ុស្តលាមកគោនិងខ្ជុងអំពៅខ្ជុងអង្កាមអញ្ចឹងសភាពវានឹងគឺវាស្លឹកវាខៀវក្រាស់ល្អដើមផ្សេងទៀតក៏វាខៀវបែបហ្នឹងដែរក៏វាមិនមែនថាវានឹងក្រហមឬមួយក៏ខៀវតាមដើមហ្នឹងទេណាឥឡូវមើលដើមផ្សេងក៏វាខៀវនឹងដូចគ្នាដើមផ្សេងគល់របស់វាហ្នឹងលក្ខណៈផើមហើយមើលទៅហ្នឹងក៏យើងសង្កេតមើលគល់របស់វាទៅណាព្រោះអាយុវាហ្នឹងវា2ឆ្នាំ1ខែហើយអាចថាខែ12អីហ្នឹងអាចតែមានចពោអីឲ្យមួយក៏យើងមើលមិនឃើញណាព្រោះអីអ្នកដាំដូងគឺចូលចិត្តតែនិយាយមុនចឹងព្រោះអីយើងស្រឡាញ់ដើមដូងរបស់យើងចេះតែលើកចិត្តខ្លួនឯងខ្លះចឹងទៅអ្នកដាំដូងទាំងអស់គ្នាគឺភាគច្រើនគឺឃើញដូងយើងប្លែកមួយខែទៅមួយខែឃើញគល់វារីកមួយខែទៅមួយខែអាយុវាបាន2ឆ្នាំមួយខែឬ2ខែគឺយើងគិតថាដូងរបស់យើងហ្នឹងវាផើមដល់តែវាចេញចពោនឹងឲ្យយើងឃើញហ្នឹងវាចំណាយពេលវេលាមិនក៏3ខែដែរឬមួយក៏2ខែដែរបានអាចយើងឃើញកពូលចពោរបស់វាហ្នឹងតែយើងត្រូវតែដាក់ជីមើលថែសល្អិតដើមនេះដូចគ្នាតែដើមខ្លះក៏គល់វានឹងរៀងរីកដើមខ្លះហ្នឹងគល់វានឹងអត់ទាន់រីកល្អអញ្ចឹងវាលក្ខណៈដូងក្បែរជីហើយនឹងដូងឆ្ងាយពីជីវាអាចតែខុសគ្នាតិចតួចឬមួយក៏ដីយើងហ្នឹងវាមានសារជាតិខុសគ្នាទៅវាអាចដើមវាមានតូចមានធំខ្លះមើលដើមនេះដូចគ្នាដើមនេះវាតូចជាងគេដោយសារគេអាចថានៅក្នុងដីហ្នឹងវាមានសារជាតិខុសគ្នាដើមមួយនេះគឺពេញវាគល់វារៀងថ្លោះចំណែកដើមមួយនេះវិញគល់វានឹងឆ្លោះតែមែនទែននេះគល់វាឆ្លោះតែមែនទែនអានេះប្រហែលជាមិនយូរទេតាមមើលទៅប្រហែលជាខែ12ខែអីហ្នឹងប្រហែលជាមានចេញចពោខ្លះឬមួយខែ1តាមថាយើងខំមើលថែវាទាំងសត្វល្អិតទាំងកញ្ចែដាក់ជីដាក់អីតាមគល់វាហ្នឹងយើងអាចថាវាមានចេញចពោនៅក្នុងឆ្នាំហ្នឹងគាត់ថាយើងមិនអាចសន្និដ្ឋានថានៅក្នុងខែប្រមាណអីប្រមាណទេអានេះក៏យើងសង្កេតមើលអាចតែខែ12ឬមួយក៏ខែ1អីចឹងទៅណាវាអត់ទៀងគាត់ថាយើងឃើញគល់របស់វាហើយនឹងការវារីកកពីងរបស់វានេះគេហៅថាមនុស្សយើងហៅដង្កៀកចឹងឃើញវារីកចឹងយើងអាចសន្និដ្ឋានថាបើយើងដាក់ជីថែវាទៅមុខល្អទៀតវាអាចនឹងមានចពោឲ្យយើងបានមើលមួយតែកាន់មិនកាន់ក៏យើងអត់ដឹងដែររឿងហ្នឹងហើយក៏យើងមិនអាចថាវានឹងចេញទាំងអស់ដែរជាការនេះការសន្និដ្ឋានរបស់យើងនៅក្នុងលក្ខណៈ 100% យើងសន្និដ្ឋានថា 30% ចុះអាចថានឹងចេញចពោនៅក្នុងឆ្នាំទី3តែមិនដឹងថាខែ12ឬខែ1ពេលខ្លះក៏អាចឈានទៅដល់ក្បែរខែ3អីចឹងទៅអញ្ចឹងយើងចេះតែថែទាំដាក់ជីមើលសត្វល្អិតបន្តទៀតតែបើថាតាមយើងតាមដាននៅក្នុងបណ្ដាញសង្គម YouTube របស់បងចំការធំគឺគាត់ថែបានល្អយើងក៏បានថាប្រហែលគាត់ដែរវាអាចនឹងចេញ
ប្រហែលគ្នាដែរគាត់2ឆ្នាំ3ខែអញ្ចឹងទៅយើងអាច2ឆ្នាំ4ខែអីចឹងវាខុសគ្នាអញ្ចឹងទៅតែដូងខ្លះគេអាចចេញចំពោះនៅក្នុងឆ្នាំទី2តែភាគច្រើនគឺក្នុងឆ្នាំទី3តែថែគឺបញ្ជាក់អញ្ចឹងទៀតមិនមែនដូងដាំទុកចោលហើយអាស្លឹកខាងនេះក្រហមអស់លីងនៅសល់ស្លឹក5អីលើនោះហើយក្រហមខៀវតែ5លើហ្នឹងថាចិនដែរប្រហែលជាឱកាសរឿងយឺតតែបើឃើញឱកាសស្លឹកវានៅជុំវិញដងដើមរបស់វាហ្នឹងមានសភាពខៀវច្រើនគឺយើងអាចសន្និដ្ឋានថាវានឹងឆាប់ចេញចំពោះអាយុវា2ឆ្នាំឬក៏2ឆ្នាំកន្លះអីហ្នឹងអាចតែមានចំពោះឲ្យតែបើយើងអាចបានថែវាទេ2ឆ្នាំឬ3ឆ្នាំក៏មិនងាយចេញដែរអញ្ចឹងអានឹងគឺយើងបញ្ជាក់បើពេលខ្លះគឺវាគឺដូងទឿហ្នឹងគេសន្និដ្ឋានថាត្រឹម3ឆ្នាំវាមានផ្លែបើយើងថែដិតដល់វាអាច2ឆ្នាំកន្លះវាចេញផ្លែអញ្ចឹងគឺនៅក្នុងពាក់កណ្ដាលម្នាក់ហ្នឹងអ្នកថែនិងអ្នកមិនទៅថែគឺវានៅក្នុងអាយុ3ឆ្នាំនិង2ឆ្នាំកន្លះបាទថ្ងៃហ្នឹងចឹងមានតែវីដេអូតែប៉ុណ្ណេះឯងគឺទុកដើម្បីយើងសម្គាល់ដើមដូងហើយវាចេញចំពោះនៅក្នុងអាយុប៉ុន្មានឆ្នាំប៉ុន្មានខែហើយរូបរាងបែបម៉េចដែលថាគួរយើងសង្កេតឬក៏សម្គាល់បាទចឹងថ្ងៃនេះក៏មានវីដេអូប៉ុណ្ណេះបងប្អូនសូមអរគុណដែលបានចូលចិត្តតាមដានវីដេអូរបស់ខ្ញុំ